เราđấy bay bảy bảy cái lao cái gì chắc là bên cái thằng này vậy à bị bao nhiêu បាទខ្ញុំជឿថាបងប្អូនកំពុងតែតាមដានបាទពីស្ថានភាពរបស់បងប្អូនប្រុសណាគ្រីនបាទដែលខ្ញុំបានទៅធ្វើការផ្សព្វផ្សាយគាត់កាលពីថ្ងៃមុនបាទក្រោយពីខ្ញុំធ្វើការផ្សព្វផ្សាយទៅនឹងព័ត៌មាននឹងក៏បានឮទៅដល់សម្ដេចពុកសម្ដេចម៉ែបាទហើយបន្ទាប់ពីទទួលបានការណែនាំបាទពីសម្ដេចគតិប្រុតបណ្ឌិតប៊ុនរនីហ៊ុនសែនបាទឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមឯកឧត្តមក៏បានឲ្យអាជ្ញាធរបាទខាងខេត្តបាត់ដំបងនឹងចាត់ចែងបញ្ជូនប្អូនប្រុសបាទទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតបាទហើយព្រមទាំងសម្របសម្រួលនិងរៀបចំពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់បាទទៅលើប្អូនប្រុសបាទដោយមិនមានអស់ថវិកាមិនមានអស់លុយកាក់អីទេបងប្អូនបាទគឺខ្ញុំពិតជាអរគុណខ្លាំងមែនទែនបាទអរគុណទៅដល់សម្ដេចពុកសម្ដេចម៉ែបាទអរគុណទៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមបាទដែលបានទំនាក់ទំនងទៅកាន់អាជ្ញាធរនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងបាទឲ្យយកប្អូនប្រុសមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតដោយអត់មានអស់លុយកាក់អីទេបងប្អូនបាទអញ្ចឹងកន្លែងនេះគឺខ្ញុំសូមជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាបាទតាមរយៈ clip វីដេអូមួយនេះបាទអញ្ចឹងកន្លែងនេះគឺខ្ញុំចង់ជម្រាបជូនថាស្ថានភាពរបស់ប្អូនប្រុសកំឡុងពេលនេះគឺស្ថិតនៅក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនៅឡើយបាទហើយជាចុងក្រោយក៏ខ្ញុំពិតជាសូមថ្លែងអំណរគុណខ្លាំងមែនទែនបាទសូមថ្លែងអំណរគុណទៅដល់សម្ដេចពុកសម្ដេចម៉ែបាទអរគុណទៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមបាទដែលបានយកចិត្តទុកដាក់បាទក្រោយពីទទួលបានការណែនាំបាទពីសម្ដេចគតិប្រុតបណ្ឌិតប៊ុនរនីហ៊ុនសែនហើយបាទឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមនោះក៏បានទំនាក់ទំនងទៅភ្លាមបាទទំនាក់ទំនងទៅអាជ្ញាធរខេត្តបាត់ដំបងភ្លាមដើម្បីឲ្យបញ្ជូនប្អូនប្រុសនឹងមកកាន់មន្ទីរពេទ្យកាល់ម៉ែតបាទនៅពេលដែលខ្ញុំទទួលបានព័ត៌មានថាសម្ដេចពុកសម្ដេចម៉ែបាទបានឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមបាទទំនាក់ទំនងទៅកាន់អាជ្ញាធរខេត្តបាត់ដំបងដើម្បីឲ្យប្អូនប្រុសឡើងមកព្យាបាលនៅភ្នំពេញហ្នឹងគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយខ្ញុំជឿថាប្អូនប្រុសនឹងដើរដូចដើមបាទប្អូនប្រុសនឹងជាពីជំងឺប្អូនប្រុសនឹងអាចដើរដូចដើមបាទខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន